ធានបទលើនឹងយើងនិយាយពីការជំនះភាពភ័យខ្លាចព្រោះយើងដឹងថាភាពភ័យខ្លាចវាធ្វើឲ្យយើងរាំងស្ទះអត់ហ៊ានធ្វើអីមួយអីចឹងទៅហើយណាមួយទៀតធ្វើឲ្យប្រសិទ្ធភាពនៃការងារឬក៏ប្រសិទ្ធភាពនៃសមត្ថភាពរបស់យើងវាថយចុះខ្លាំងអញ្ចឹងដំបូងយើងត្រូវស្វែងយល់ថាភាពភ័យខ្លាចហ្នឹងវាមកពីអីគេជាទូទៅភាពភ័យខ្លាចកើតឡើងនៅពេលដែលយើងទៅធ្វើកិច្ចការដែលយើងអត់ស្គាល់ទៅធ្វើកិច្ចការដែលថ្មីទៅធ្វើកិច្ចការដែលយើងអត់មានទំនុកចិត្តទាំងអស់ហ្នឹងនាំឲ្យកើតមាននៅភាពភ័យខ្លាចពីព្រោះមនុស្សយើងឲ្យតែមានការផ្លាស់ប្ដូរអីមួយតែងតែមានអារម្មណ៍ភ័យខ្លាចឧទាហរណ៍មកចំធំដុំទូចតាចមួយសូម្បីទៅជួបមនុស្សថ្មីដែលយើងអត់ដែរជួបក៏យើងមានអារម្មណ៍ថាភ័យដែរទៅកន្លែងមួយដែលយើងអត់ដែរទៅម្នាក់ឯងក៏យើងមានអារម្មណ៍ថាភ័យដែរនិយាយចំធ្វើអីដែលថ្មីធ្វើអីដែលយើងអត់សូវមានទំនុកចិត្តធ្វើអ្វីដែលយើងអត់ដែរស្គាល់គឺសុទ្ធតែបង្កើតភាពភ័យខ្លាចទាំងអស់ហ្នឹងចឹងសួរថាធ្វើម៉េចដើម្បីជំនះភាពភ័យខ្លាចវាមានវិធីសាស្ត្រច្រើនប៉ុន្តែជាគេហៅថាជារបៀបគិតណាជាទូទៅភាពភ័យខ្លាចវាតែងតែគេហៅថាប្រឆេះជាមួយទៅនឹងក្តីស្រឡាញ់ចឹងកាលណាតែយើងមានក្តីស្រឡាញ់ទៅក្នុងការងារណាមួយហ្នឹងឬក៏ទៅលើរឿងអីមួយហ្នឹងវាធ្វើឲ្យជំនះនៃភាពភ័យខ្លាចរួចមួយទៀតវិធីសាស្ត្រដែលគេនិយមប្រើច្រើនហ្នឹងគឺការបន្ស៊ាំនៃភាពភ័យខ្លាចមានន័យថាយើងខ្លាចតែយើងនៅតែធ្វើអញ្ចឹងដើម្បីឲ្យខ្លាចនៅតែធ្វើបានលុះត្រាតែមានក្តីស្រឡាញ់ទោះចង់និយាយថាយើងស្រឡាញ់យើងចង់បានយើងចូលចិត្តរឿងហ្នឹងណាបានយើងព្យាយាមក្នុងការធ្វើទោះបីជាខ្លាចក៏យើងនៅតែធ្វើកាលណាតែធ្វើយូរទៅចិត្តរបស់យើងបានស្គាល់របស់ហ្នឹងហើយមានន័យរបស់ហ្នឹងវាលែងថ្មីហើយកាលណាវាលែងថ្មីវាធ្វើឲ្យយើងលែងខ្លាចឥឡូវឧទាហរណ៍ថាផ្ទះដែលយើងអត់ដែរនៅយើងទៅនៅដំបងអីចឹងទៅអញ្ចឹងវាធ្វើឲ្យយើងមានអារម្មណ៍ខ្លាចមនុស្សភាគច្រើនគឺអញ្ចឹងមានអារម្មណ៍ភ័យខ្លាចតែនៅពេលដែលយើងនៅយូរទៅយើងចាប់តាមស្គាល់ផ្ទះស្គាល់អីយើងច្បាស់ទៅជាងលែងខ្លាចឧទាហរណ៍មួយទៀតទៅតំបន់ព្រៃភ្នំអីដែលយើងអត់ដែរទៅយើងមានអារម្មណ៍ភ័យខ្លាចតែនៅពេលដែលយើងទៅច្រើនដងទៅយើងស្គាល់វាច្បាស់ទៅបានយើងលែងខ្លាចឧទាហរណ៍មួយដើម្បីឲ្យយើងអាចជំនះទៅយើងបានលុះត្រាតែយើងមានចិត្តស្រឡាញ់មានអារម្មណ៍ស្រឡាញ់ទៅលើរឿងហ្នឹងបានយើងអាចធ្វើរឿងហ្នឹងបានន័យថាយើងអាចជំនះក្នុងការចាប់ផ្ដើមឧទាហរណ៍ដូចជានិស្សិតភិកច្រើនគាត់ភ័យខ្លាចក្នុងការឡើងធ្វើបទបង្ហាញអញ្ចឹងដើម្បីឲ្យបាត់ភ័យខ្លាចគាត់បន្ស៊ាំខ្លួនជាមួយនឹងបទបង្ហាញគាត់ធ្វើឲ្យច្រើនណាព្យាយាមធ្វើបទបង្ហាញឲ្យបានច្រើនដងទៅយូរទៅលែងភ័យព្រោះចិត្តរបស់គាត់ស្គាល់ហើយថាបទបង្ហាញនឹងវាយ៉ាងម៉េចវាលែងថ្មីហើយអញ្ចឹងទៅលែងខ្លាចហើយហើយទៅយើងដំបងវាខ្លាចអញ្ចឹងដើម្បីធ្វើឲ្យបានច្រើនដងលុះត្រាតែគាត់ស្រឡាញ់ជំនាញវិជ្ជាជីវៈរបស់គាត់មានចិត្តស្រឡាញ់កាលណាតែគាត់មានអារម្មណ៍មានចិត្តស្រឡាញ់ទៅលើវិជ្ជាជីវៈរបស់គាត់ហ្នឹងទៅធ្វើគាត់មានអារម្មណ៍ចង់ធ្វើបទបង្ហាញហ្នឹងអញ្ចឹងទោះបីជាភ័យក៏គាត់នៅតែធ្វើអញ្ចឹងដល់ពេលគាត់ធ្វើច្រើនដងទៅគាត់នឹងលែងភ័យអញ្ចឹងសរុបទៅលុះត្រាតែយើងស្រឡាញ់អាជីពរបស់យើងស្រឡាញ់អ្វីដែលយើងចង់ធ្វើហើយយើងជំនះធ្វើវាទោះបីជាភ័យក៏ធ្វើទៅអត់អីធ្វើទាំងភ័យទៅភ័យធ្វើតែប្រហែលដងទៅវាស៊ាំទៅវាលែងភ័យឯព្រោះចិត្តរបស់យើងស្គាល់ដូចនេះត្រូវចាំយើងខ្លាចតែរបស់អីដែលថ្មីរបស់អីដែលយើងអត់ដែរធ្វើរបស់អីដែលយើងអត់មានទំនុកចិត្តអញ្ចឹងកាលណាតែយើងធ្វើវារហូតយើងស្គាល់យើងសាំយើងចេះពីវាច្បាស់ហើយយើងចាប់ផ្ដើមមានទំនុកចិត្តមួយវាហើយអារម្មណ៍ភ័យខ្លាចទាំងអស់ហ្នឹងនឹងបាត់ទៅវិញបាត់ដោយខ្លួនឯងហ្មងអញ្ចឹងណាអញ្ចឹងតើយើងចាប់ផ្ដើមអញ្ចឹងបើសិនជាខ្លាចអីមួយហើយចង់បានវាព្យាយាមធ្វើវាកុំគេចវេះប៉ុន្តែបើសិនជាភ័យខ្លាចហើយអត់ចង់បានវាទេអានឹងដើរចេញពីវាទៅព្រោះរបស់ខ្លះវាភ័យវាធ្វើឲ្យយើងភ័យខ្លាចហើយយើងអត់ល្អក្នុងការធ្វើវាទេឧទាហរណ៍ដូចគេនិយាយថាឆក់អគ្គិសនីអាចធ្វើឲ្យបណ្ដាបាត់បង់ជីវិតអីចឹងទៅវាជារឿងគួរឲ្យភ័យខ្លាចតែយើងក៏អត់គួរទៅឆក់ឲ្យស៊ាំរហូតដល់បាត់ភ័យដែរព្រោះវាអត់ចំណេញអីចឹងណាយើងអត់ចង់ចឹងយើងមិនបាច់ទៅធ្វើទេតែបើកិច្ចការខ្លះទៀតវាភ័យខ្លាចមែនតែវាល្អចំពោះយើងចង់អាហ្នឹងយើងត្រូវព្យាយាមធ្វើវារហូតដល់ស៊ាំឥឡូវឧទាហរណ៍មួយថាយើងចង់ខ្លាចជាថ្នាក់ដឹកនាំមួយនៅក្នុងស្ថាប័នឯមួយខ្លាចជាមេគេយើងភ័យព្រោះយើងត្រូវមានទំនួលខុសត្រូវមែនទេយើងភ័យមែនតើអញ្ចឹងទោះបីជាភ័យមិនក៏ដោយយើងត្រូវតែធ្វើព្រោះយើងដឹងថាហ្នឹងល្អប៉ុន្តែយើងភ័យដោយសារតែរបស់ហ្នឹងវាថ្មីការងារហ្នឹងវាថ្មីយើងអត់មានទំនុកចិត្តលើខ្លួនឯងអញ្ចឹងប៉ុន្តែយើងស្រឡាញ់អញ្ចឹងយើងត្រូវតែចាប់ផ្ដើមធ្វើវាព្យាយាមធ្វើវាធ្វើយូរទៅយើងស៊ាំយើងស្ទាត់យើងចេះយើងលែងភ័យយើងលែងខ្លាចអីទាំងអស់បាទអញ្ចឹងខ្ញុំគិតថាកំណត់យោបល់មួយហ្នឹងអាចបងប្អូនយកទៅប្រើប្រាស់បានចំពោះនៅពេលដែលខ្លួនឯងភ័យខ្លាចរឿងអីមួយភ័យខ្លាចក្នុងការចាប់ផ្ដើមអីមួយទៅអាចយកវិធីសាស្ត្រហ្នឹងយកទៅអនុវត្តដើម្បីកម្ចាត់ភាពភ័យខ្លាចទាំងអស់ហ្នឹងបានបាទសូមអរគុណ